ហាចាំបន្តិចទៀតវានឹងរួចរាល់ឆាប់នេះអ្នកពិតជាបានធ្វើវាមែនតានេះមិនមែនជាអ្វីដែលអ្នកបានសុំទេទើបតែពេលនេះចោរម្នាក់បានមកដល់ហាងធ្វើក្រចករបស់ក្មេងស្រីនោះពួកចោរហៀបនឹងផ្ដួលរំលំតូបរបស់ក្មេងស្រីនោះពេលដែលពួកគេចាប់ផ្ដើមនិយាយគ្នាជាសំណាងល្អចេនលូជើបានបង្ហាញខ្លួននៅពេលដ៏សំខាន់តើអ្នកជានរណាតើនេះមានអ្វីពាក់ព័ន្ធនឹងអ្នកខ្ញុំធ្វើចំនួនជាមួយគាត់តើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាបើតើខ្ញុំត្រូវធ្វើអ្វីជាមួយរឿងនេះចៅនោះសម្លឹងមើលទៅឆេនឡូឆៅដោយមិនជឿហើយនិយាយថានេះជាហាងធ្វើក្រចកដោយមិននឹកស្មានដល់ចេនលូជើបាននិយាយថាតើខ្ញុំមិនអាចមានរបស់ចម្លែកមួយចំនួនបានទេបន្ទាប់មកគាត់អង្គុយលើកៅអីហើយដាក់ដៃលើតុចៅនោះខ្លាំងនឹងមមួនគ្មានជំរឿអ្វីក្រៅពីចាក់ចេញឡើយពេលឆេនឡូមានសុវត្ថិភាពហើយនាងក៏រៀបចំដកដៃចេញដោយមិននឹកស្មានដល់ឃ្យូឆៃពិតជាចង់ធ្វើក្រចកមែនហើយឈុតឆាកនៅដើមក៏បានកើតឡើងចេនលូជើមានអារម្មណ៍ថាស៊ូជឺកំពុងសងសឹកសេចក្តីសប្បុរសដោយអរិភាពគ្រាន់តែអនុញ្ញាតឲ្យខ្ញុំធ្វើការបញ្ជាទិញមួយប៉ុណ្ណោះថ្ងៃនេះខ្ញុំមិនទាន់បើកអាជីវកម្មនៅឡើយទេសំណួរតែមួយគត់តើអ្នកចង់យកពេជ្រមកទេហើយមួយនេះពិតជាស្អាតណាស់ដោយឃើញ QJ សប្បាយចិត្តប៉ុណ្ណាក្នុងការធ្វើក្រចករបស់គាត់ចេនលូជើក៏មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះគាត់ដែរដូច្នេះហើយនាងបានប្រគល់ដៃរបស់នាងទៅឲ្យគាត់ដោយទំនុកចិត្តដោយមិននឹកស្មានដល់ការបង្ហាញខ្លួនភ្លាមរបស់ម្ដាយរបស់ចេនបានធ្វើឲ្យឈុតឆាកដ៏ស្រស់ស្អាតនេះរង្គោះរង្គើតើអ្នកកំពុងធ្វើអ្វីហេតុអ្វីបានជាអ្នកមិនធ្វើអ្វីសោះបង្ហាញដៃរបស់អ្នកមកខ្ញុំចេនលូជើបានលាតដៃចេញដោយស្ទាក់ស្ទើរម្ដាយរបស់ចេនសម្លឹងមើលម្រាមដៃរបស់គាត់ហើយខឹងយ៉ាងខ្លាំងប្រាប់គាត់ឲ្យលុបវាចេញជាបន្ទាន់បន្ទាប់មកគាត់បានសម្លឹងមើលទៅ QJ ដែលនៅក្បែរគាត់បន្ទាប់ពីងក់ក្បាលដោយសិទ្ធិឆន្ទៈរួចគាត់បានហៅចេនឡោះឆៅឲ្យមកនិយាយទីបំផុត QJ បានជួបម្ដាយរបស់ចេនដែលគាត់ចង់ជួបជាយូរមកហើយនៅយប់នេះប៉ុន្តែខ្ញុំមិនសប្បាយចិត្តប៉ុន្មានទេព្រោះសម្លេងរបស់គាត់ស្រដៀងទៅនឹងសម្លេងម្ដាយរបស់គាត់ខ្លាំងណាស់ប៉ុន្តែបុគ្គលិកលក្ខណៈរបស់គាត់គឺស្ងប់ស្ងាត់ដូចដំរីខ្ញុំតែងតែគិតថាគាត់មើលទៅដូចម្ដាយខ្ញុំណាស់ប៉ុន្តែបន្ទាប់ពីបានឃើញគាត់នៅថ្ងៃនេះខ្ញុំមានអារម្មណ៍ថាគាត់ខុសគ្នាទាំងស្រុងពីម្ដាយរបស់ខ្ញុំដោយសារតែ QJ បានដើរលើដំណក់ទឹកនៅតាមចិញ្ចើមផ្លូវកាលពីនាងនៅក្មេងខ្ញុំតែងតែធ្វើឲ្យស្បែកជើងរបស់ខ្ញុំខូចប៉ុន្តែបន្ទាប់ពីត្រឡប់មកផ្ទះវិញម៉ាក់គ្រាន់តែនិយាយលេងអំពីខ្លួននាងបន្តិចតើកូនកំពុងនិយាយអំពីអ្វីគូនេះមានប៉ុន្មានគូម៉ាក់ខ្ញុំនឹងដាក់ស្បែកជើងកៅស៊ូថ្មីនោះម្ដងទៀតបន្ទាប់ពីទិញវាកាលពីប៉ុន្មានថ្ងៃមុនហើយបន្ទាប់មកក៏ដូរវាចេញទោះបីជាម្ដាយខ្ញុំតែងតែស្ដីបន្ទោសខ្ញុំក៏ដោយប៉ុន្តែគាត់តែងតែអភ័យទោសឲ្យខ្ញុំចំពោះកំហុសរបស់ខ្ញុំក្នុងពេលជាមួយគ្នានេះម្ដាយរបស់ចេនឡាឆៅកំពុងនិយាយជាមួយគាត់អំពីការទៅក្រៅប្រទេសគាត់បាននិយាយថាសាស្ត្រាចារ្យនៅទីនោះពេញចិត្តនឹងគាត់ខ្លាំងណាស់ឥឡូវនេះអ្វីដែលនៅសល់គឺត្រូវដំណើរការទិដ្ឋាការប៉ុន្តែនៅពេលនេះចេនឡាឆៅលែងអាចលែងឈូឆៃបានទៀតហើយគាត់មិនចង់បែកគ្នាជាមួយឈូឆៃទេដូចនេះខ្ញុំបានសួរម្ដាយខ្ញុំដោយខ្មាស់អៀនថាតើខ្ញុំអាចស្នាក់នៅក្រៅប្រទេសបានដែរឬទេគាត់នឹងសិក្សាអ្វីដែលគាត់ចង់ដរាបណាគាត់នៅក្នុងប្រទេសតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះទោះបីជាឪពុករបស់អ្នកផ្លាស់ប្ដូរចិត្តក៏ដោយខ្ញុំនៅតែមិនយល់ព្រមបងស្រីធំយើងមានវីដេអូខ្លះនៅទីនេះមកមើលសិនយល់ព្រមខ្ញុំនឹងទៅដល់ទីនោះចុះចំពោះក្មេងស្រីនោះវិញខ្ញុំនៅតែប្រកាន់ខ្ជាប់នៅអ្វីដែលខ្ញុំបាននិយាយមិនថាអ្នកទាំងពីរមានទំនាក់ទំនងបែបណានោះទេវាជាការល្អបំផុតក្នុងការស្ងប់ចិត្តមុនពេលទៅក្រៅប្រទេសចេនលូជើមានការជឿចាប់យ៉ាងខ្លាំងចំពោះពាក្យសម្ដីរបស់ម្ដាយនាងព្រោះទីបំផុតគាត់បានជួបនារីម្នាក់ដែលធ្វើឲ្យបេះដូងគាត់លោតញាប់ឥឡូវនេះពួកគេចង់បែកពីគាត់ដោយមានអារម្មណ៍លាក់ទឹកចិត្តយ៉ាងខ្លាំងគាត់បានហ៊ានប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងដើម្បីទៅហាងលក់ទំនិញងាយស្រួលទិញស្រាមួយដប់ហើយបំភ្លេចទុកព្រួយរបស់ខ្លួនតែម្នាក់ឯងនៅពេលដែលឈូឆៃកំពុងវិចខ្ចប់អីវ៉ាន់របស់នាងបានរកឃើញថាទូរស័ព្ទរបស់ចេនឡោឆៅនៅជាមួយនាងនៅឡើយពេលបើកស្រោមទូរស័ព្ទខ្ញុំមានការភ្ញាក់ផ្អើលពេលឃើញស្លឹកគ្រៃ4សន្លឹកនៅខាងក្នុងខ្ញុំបានរើវាដោយចៃដន្យនៅមាត់ផ្លូវនៅថ្ងៃនោះឥឡូវនេះខ្ញុំមានវាហើយអ្នកក៏មានវាដែរស៊ូជឺបានសុំឲ្យយីងជួយគាត់យករបស់របររបស់គាត់មកវិញបន្ទាប់មកគាត់បានរៀបចំផ្ញើទូរស័ព្ទទៅចេនឡោឆៅប៉ុន្តែពេលគាត់ស្វែងរកនៅក្នុងឧទ្យានគាត់មិនអាចរកឃើញដានអ្វីទាំងអស់របស់គាត់ដោយគ្មានជំរឿផ្សេងគាត់ក៏បានទៅផ្ទះរបស់ចេនឡោឆៅហើយរងចាំគាត់បន្ទាប់ពីមួយរយៈចេនលូជើបានដើរចេញពីភ្លៀងធ្លាក់ខ្លាំងស៊ូជឺបានកត់សម្គាល់ឃើញហើយបានដើរទៅការពារគាត់ពីភ្លៀងឃើញនារីដែលគាត់ស្រឡាញ់មកក្បែរគាត់ភ្នែករបស់គាត់ភ្លឺឡើងភ្លាមបន្ទាប់មកអ្នកទាំងពីរបានត្រឡប់ទៅបន្ទប់របស់ពួកគេវិញពួកគេលែងជាមនុស្សចម្លែកទៀតហើយគ្មានឧបសគ្គទៀតទេអ្នកទាំងពីរបាននិយាយគ្នារហូតដល់យប់ជ្រៅទោះជាយ៉ាងណាក៏ដោយចេនឡោឆៅបានចូលគេងមុនដោយសារតែផ្ដាសាយនៅថ្ងៃបន្ទាប់គាត់ភ្ញាក់ពីដំណេកឃើញសម្បត្តិមួយពីឃ្លូឆៃនៅលើតូរំលឹកគាត់ថាមានស៊ុបភ្ញីនៅលើតូដើម្បីការពារជំងឺផ្ដាសាយពួកគេថែមទាំងបានទុកទឹកថ្នាំលុបក្រចកឲ្យគាត់ដើម្បីសម្អាតក្រចករបស់គាត់ទៀតផងជាចុងក្រោយខ្ញុំនឹងទុកសារមួយជូនអ្នកគ្មានភាពអស់សង្ឃឹមពិតប្រាកដនៅក្នុងលោកនេះទេមានតែអ្នកទោសដែលជាប់គាំងដោយគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ